អបអរសាទរសង្ក្រាន្តបញ្ញាជនកម្ពុជាជួបគ្នានៅថ្ងៃទី11ខែមេសាឆ្នាំ2025ខាងមុខនេះឆ្នាំថ្មីប្រពៃណីខ្មែរនាងខ្ញុំលីម៉ូនីតាសូមគោរពជម្រាបសួរពុកម៉ែបងប្អូនព្រមទាំងអង្គភូមិទាំងអស់ជាទីគោរពនិងជាទីមេត្រីថ្ងៃនេះនាងខ្ញុំសូមគោរពជូនដំណឹងដល់ពិសេសមួយអំពីព្រឹត្តិការណ៍សង្គ្រាមឆ្នាំថ្មីនៅសាលារៀនបញ្ញាជនកម្ពុជាក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់សាលារៀនបញ្ញាជនកម្ពុជាតែងប្រារព្ធឡើងនៅពិធីសង្គ្រាមឆ្នាំថ្មីជារៀងរាល់ឆ្នាំដែលឡែកសម្រាប់ឆ្នាំនេះសាលាក៏បានប្រារព្ធឡើងនៅពិធីសង្គ្រាមឆ្នាំថ្មីនៅថ្ងៃសុក្រ14កើតខែចែកឆ្នាំរោងឆស័កពុទ្ធសករាជ2568ដែលត្រូវនឹងថ្ងៃទី11ខែមេសាឆ្នាំ2025ខាងមុខនេះដែលមានទីតាំងស្ថិតនៅក្នុងសាលារៀនបញ្ញាជនកម្ពុជាផ្ទាល់ហើយសាលាក៏បានបើកអនុញ្ញាតឲ្យភ្ញៀវកិត្តិយសទាំងអស់ចូលរួមដោយសេរីផងដែរសង្គ្រាមបញ្ញាជនកម្ពុជាសម្រាប់ឆ្នាំនេះមានកម្មវិធីដូចតទៅសម្រាប់ពេលព្រឹកយើងមានកម្មវិធីសម្ដែងសិល្បៈបែបបុរាណខ្មែរដូចជារបាំត្រុដិរបាំជូនពរនិងរបាំល្បីៗជាច្រើនទៀតទីពិសេសនោះគឺមានការរាំចម្រៀងកាយវិការនៅចង្វាក់ប្រពៃណីខ្មែរជាច្រើនប្រភេទដូចជារាំវង់រាំក្បាច់សារ៉ាវ៉ាន់ឡាំលាវនិងកន្ទ្រឹមជាដើមលើពីនេះទៅទៀតសាលាក៏មានស្តង់លក់ចំណីអាហារដូចជាស្នាដៃរបស់គ្រូនិងសិស្សផ្ទាល់ហើយមានមុខម្ហូបជាច្រើនដូចជាភេសជ្ជៈនំបញ្ចុកបាយឆាបង្អែមផ្លែឈើស្រស់និងគ្រាប់ធញ្ញជាតិជាច្រើនដូច្នេះនាងខ្ញុំសូមគោរពអញ្ជើញពុកម៉ែបងប្អូនព្រមទាំងអង្គភូមិទាំងអស់ចូលរួមជាមួយនឹងសាលាបញ្ញាជនកម្ពុជាទាំងអស់គ្នាជួបជុំញ៉ាំអាហារខ្មែរព្រមទាំងទស្សនាសិល្បៈបែបខ្មែរមិនតែប៉ុណ្ណោះសម្រាប់ពេលរសៀលសាលាក៏មានការដឹកនាំលេងល្បែងប្រជាប្រិយខ្មែរជាច្រើនប្រភេទដូចជាលាក់កន្សែងចៅឈូងទាញព្រ័ត្រស្វាដណ្ដើមស្លឹកឈើវាយក្អមនិងល្បែងប្រជាប្រិយខ្មែរផ្សេងៗទៀតក្នុងឱកាសចូលឆ្នាំខ្មែរនេះនាងខ្ញុំសូមគោរពជូនពរដល់ពុកម៉ែបងប្អូននៅអង្គភូមិទាំងអស់ព្រមទាំងសាធារណជនជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនរុងរឿងគ្រប់គ្រងគ្រួសារព្រមទាំងធ្វើដំណើរទាំងទីជិតទីឆ្ងាយប្រកបដោយសុខសុវត្ថិភាពទាំងអស់គ្នាដោយក្តីគោរពពីនាងខ្ញុំលីម៉ូនីតាសូមអរគុណសូមជម្រាបលា